30%មិនក្រោមទេគឺភាគច្រើនគឺក្រុមហ៊ុនដែលយើងផ្ដល់សន្តិសុខល្អគាត់យកទៅខ្លួនគាត់មកគាត់បញ្ចេះឲ្យសន្តិសុខឈប់ហើយគាត់យកមកប្រើដល់ខ្លួនឯងមែនទេដបោអាហ្នឹងដបោបាទដបោណាស់ហ្នឹងតែថាគាត់បាក់រើសដែរអញ្ចឹងគាត់ឃើញក្មេងនឹងល្អស្មោះត្រង់ថារហួនគាត់ឯងឈប់ពីក្រុមហ៊ុននឹងហ្មងណាដូរខោអាវមកដល់ក្រុមហ៊ុននេះមកនេះគឺតែឧបសគ្គហ្នឹងអូកញ្ចឹងបងអូនសុគន្ធតែពិតបញ្ហាក្រុមហ៊ុនសន្តិសុខខ្ញុំក៏ធ្លាប់សិក្សាក្រុមហ៊ុនហ្នឹងដែរហើយយើងក៏ឃើញបញ្ហាមែនប៉ុន្តែបញ្ហាហ្នឹងមិនមែនតែវាគ្មានដំណោះស្រាយសោះហើយហើយបញ្ហាក៏យើងរកឃើញតែវាជួបបញ្ហាអីបញ្ហាក្នុងសន្តិសុខគឺមានច្រើនដូចទី1គឺជា system recruitment ប្រព័ន្ធនៃការរើសហ្នឹងគឺខ្ញុំជឿថាយើងរើសមិនបានល្អទេពីច្រើនរើសអត់បានល្អបែរថារើសតាមគ្នាដូចនិយាយមិនអញ្ចឹងគាត់តាមគ្នារើសតាមគ្នាគឺជា professional system KPI ដើម្បីរើសអត់បានរើសល្អទេគឺបានថាយើងរើសមនុស្សភាគច្រើនអត់ qualify ទេអញ្ចឹងតើយើងធ្វើកើតមិនកើតបើកាលណាយើងរើស strict ពេកអ្នកដែលវាចេះគេមិនដែលមកធ្វើសន្តិសុខទេអញ្ចឹងកាលណារើសមនុស្សអន់ពួកនឹងងាយក្នុងការឈប់ងាយក្នុងការឈប់ការលំបាកមួយទៀតគឺការដែលចែកចាយសន្តិសុខគាត់ទៅជិះកង់ទៅគាត់ទៅជិះម៉ូតូទៅឬមកក៏យើងទៅដឹកឡានយកទៅធ្វើការចែកចាយសិតតែជាបញ្ហាធំចូលដល់ការ discipline គេហៅថាជាវិន័យរបស់សន្តិសុខនិងគេហៅថាethical សីលធម៌របស់ម្ចាស់ក្រុមហ៊ុនដែរឬ30%មិនក្រោមទេគឺភាគច្រើនគឺក្រុមហ៊ុនដែលយើងផ្ដល់សន្តិសុខល្អគាត់យកទៅខ្លួនគាត់មកគាត់បញ្ចេះឲ្យសន្តិសុខឈប់ហើយគាត់យកមកប្រើដល់ខ្លួនឯងមែនទេដបោអាហ្នឹងដបោបាទដបោណាស់ហ្នឹងតែថាគាត់បាក់រើសដែរអញ្ចឹងគាត់ឃើញក្មេងនឹងល្អស្មោះត្រង់ថារហួនគាត់ឯងឈប់ពីក្រុមហ៊ុននឹងហ្មងណាដូរខោអាវមកដល់ក្រុមហ៊ុននេះមកនេះគឺតែឧបសគ្គទាំងអស់អញ្ចឹងកិច្ចការងារអស់ហ្នឹងយើងដឹងហើយឧបសគ្គមិនមែនអត់មានទេហើយការប្រប្រាល់អីមិនលំបាកទេ uniform ហ្នឹងមិនពិបាកទេប៉ុន្តែបញ្ហាប្រឈមឥឡូវនេះវាមានការប្រកួតប្រជែងទីផ្សារដែរពួកខ្ញុំមិនបដិសេធទេប៉ុន្តែតើយើងរើសឲ្យទីផ្សារយើងនៅណារកទីផ្សារឃើញមករបៀបរើស system រើសខ្ញុំមាន system រើសឲ្យបានប៉ុន្តែរឿងមួយថាតើទីផ្សារហ្នឹងវាអាចចំណេញទៅរបៀបណាធ្វើ financial model មកសិនមកជាមួយជួយមើលឲ្យប៉ុន្តែបើទៅតសន្តិសុខទេខ្ញុំជឿថាលំបាកព្រោះអីការងារជាច្រើនដើម្បីទៅបំពេញកិច្ចការងារនៅបានដូចជា fire alarm ខ្ញុំមាន system fire alarm នេះ system នេះកាលណាមានភ្លើងឆេះ alarm នឹងលោតទៅការិយាល័យរបស់យើងភ្លាមការិយាល័យសន្តិសុខអាចលោតទៅប៉ុស្តិ៍ប៉ូលីសភ្លើងឆេះផ្ទះខ្ញុំកំពុងតែ build system ហ្នឹងហើយក៏មិនអត់ទាន់មានទេហ្នឹងហើយភ្លើងឆេះផ្ទះក៏ដោយហើយលោតមក WhatsApp លោតមកទូរស័ព្ទទៀតបើផ្ទះយើងភ្លើងឆេះវាលោតមកទូរស័ព្ទភ្លាមហ្មងអញ្ចឹងចាស់ផ្ទះលេងភ័យឯងសហការមួយក្នុងកាមេរ៉ាទៀតតើយើងមានអ្នកណាចង់រកស៊ីកាមេរ៉ានេះខ្ញុំចង់និយាយថាពី ecosystem បើយើងទៅសន្តិសុខផ្ទះហ្នឹងក្រុមហ៊ុនហ្នឹងអត់មានកាមេរ៉ាក៏យើងមិនគួរបន្តវិធានទេព្រោះរឿងខ្លះវាទៅផ្អែកលើកាមេរ៉ា security ហ្នឹងហើយព្រោះអត់កាមេរ៉ាមានរឿងកាត់ឡើងចេះការមិនកំហុសរបស់យើងគឺកំហុសរបស់ម្ចាស់ផ្ទះរឿងតែបញ្ហាម្ចាស់ផ្ទះអត់ធ្វើតាមយើងទេព្រោះម្ចាស់ផ្ទះស្រុកយើងគឺជាមនុស្សរឹងរូសអមថាយើងទៅពិនិត្យឃើញរោងចក្រហ្នឹងផ្ទះហ្នឹងថាឲ្យគាត់ទៅដាក់កាមេរ៉ាគាត់ទៅដាក់ខ្សែលួសគាត់ទៅដាក់អាឡាមគឺគាត់ដាក់អញ្ចឹងផ្អែកទៅលើសន្តិសុខអានិភ័យខ្លាំងណាស់អានិភ័យនៅលើយើងខ្លាំងណាស់ហ្នឹងហើយអញ្ចឹងរឿងកើតឡើងមិនមែនជាកំហុសរបស់យើងទេខ្ញុំប្រាប់ជួបគឺម្ចាស់ផ្ទះហ្នឹងម្ចាស់រោងចក្រចោទថាសន្តិសុខលុតតែពិតមិនមែនយើងអ្នកលួចទេគឺអាហ្នឹងមិនដឹងនិយាយគាត់បុគ្គលិកគាត់លួចមិនដឹងជាច្រឡំដៃទៅណាគឺចោទមកលើសន្តិសុខអញ្ចឹងបើធ្វើបានអូននៅធ្វើ financial model មកខ្ញុំបោកនៅ alarm system របស់ខ្ញុំព្រោះម្ចាស់ផ្ទះទៅក្តៅអត់តែ$100ទេពេលភ្លើងឆេះផ្ទះដើរលេងអីវាលុតមកបោះអាប់ហើយវាលុតទៅប៉ុស្តិ៍ប៉ូលីសទៀតហ្នឹងហើយនឹងបោកនឹងកាមេរ៉ាអញ្ចឹងទៅវាជាផ្នែកមួយដែលយើងសហការនេះចំណេញព្រោះយើងទៅតែសន្តិសុខទេវាខាតអញ្ចឹងយើងទៅ3រឿងហ្នឹងបើគាត់យក2រឿងគាត់យកតែ3កាន់តែល្អនេះគឺដើម្បី support ពួកខ្ញុំធម្មតាខ្ញុំធ្វើស្អីមួយខ្ញុំចង់ឲ្យអាហ្នឹងយកលុយតែមួយមុខហ្នឹងទេរឿងខ្លះអាចសន្តិសុខហ្នឹងរួចខ្លួនក៏ប៉ុន្តែពេលគាត់បំពាក់កាមេរ៉ាបំពាក់ fire alarm គឺគាត់យើងចំណេញដោយសារហ្នឹងឯងហើយ system 3ណាអត់ដែលមានទេណាតែភ្លើងឆេះផ្ទះដែលមានផ្សែងក្នុងផ្ទះមានអីហ្នឹងគឺវាលុតមកទូរស័ព្ទអត់ដែលមានទេថ្ងៃយើងដើរលេងមកកពតអីកាត់ផ្ទះយើងឆេះតិចឆេះចោលអស់អ្នកជិតខាងឆេះចង់អស់បានអ្នកជិតខាងមិនដឹងអញ្ចឹង
មកផ្ទះចំណាយពី$300គួរតែហ៊ានចំណាយឬនឹងអត់បាក់ទេអត់បងលុយប្រចាំខែទៀតយើងទៅចំណេញអញ្ចឹងរឿងពី3ដើម្បីចូលទៅបំពេញរបរមួយហ្នឹងរឿងបើបងប្អូនឯងចង់ធ្វើរឿងហ្នឹងគឺខ្ញុំជឿថារកលុយបានស្រួលហើយយើងគិតមើលថ្ងៃអត់មានសន្តិសុខដែលឯកជនទៅស៊ីឈ្នួលមើលកសិដ្ឋានទេណាយាមកសិដ្ឋានអត់មានទេម្នាក់អាចមើលបាន5កសិដ្ឋានទីម៉ូតូទៅមើលបានថ្ងៃនេះទៅជួលសាច់ញាតិទៅជួលអីមកហ្នឹងឲ្យទៅយាមកសិដ្ឋានលួចខ្ទេចដូងស្វាយលួចទាំងមន់លួចទាំងអស់ដាក់មន់អស់មន់ដាក់អីអស់ហ្នឹងដាក់ស្វាយម្ចាស់មិនដែលបានស្វាយហូបទេចុះហេតុអីអត់បង្កើតកសិដ្ឋានសន្តិសុខមើលកសិដ្ឋានខ្ញុំអត់ធមើលមួយខែ20រៀលខ្ញុំឲ្យណាយាមដីខ្ញុំកសិដ្ឋានខ្ញុំចោលទៅប៉ុន្តែគាត់ម៉ូតូជិះមើល5កសិដ្ឋានជាប់គ្នាមួយខែយើងរកបានពី300ជាងការគាត់មើល10កសិដ្ឋានក៏បានដែរយល់ទេហើយល្អជាងកសិដ្ឋាននៅប្រចាំការទៀតព្រោះនៅប្រចាំការវាត្រូវអស់បាល់ទឹកឲ្យលួចទៀតតែពួកយើងអត់លួចទេតែធ្វើមិនគ្រប់គ្រងកសិដ្ឋាននៅឲ្យបានការស្វាយនេះកណេះឲ្យប្រងលួចពេលយប់ទោះបីយើងមានកសិដ្ឋានគុំគេលួចទេតែប្រងលួចនៅតែលួចប៉ុន្តែគាត់ថាធ្វើមិនបាទផាត់ត្រូទៅមើលព្រោះយើងជាអាជីពឲ្យស្គាល់ព្រំដីឲ្យស្គាល់ចំការមានអីឲ្យដីនឹងត្រូវមានលបងស្រួលបួលគាត់ណាផាត់ត្រូតាអញ្ចឹងគេឲ្យបាច់ចំការ$20-30មួយខែយល់ទេប៉ុន្តែ professional មកហើយអត់អស់លុយថ្លៃបាយអីទេអា$20-30នឹងអស់ថ្លៃទឹកថ្លៃបាយក៏វាអស់បាត់ហើយយល់ទេប៉ុន្តែឲ្យយើង$20-30មួយខែមួយឆ្នាំអស់$300ប៉ុន្តែយើងធ្វើ4-10កសិដ្ឋានយើងម្នាក់ហ្នឹងក៏រកលុយបាន$10,000នេះជាកំណត់ថ្មីយើងក៏អត់ទាន់មានបណ្ដាធ្វើទេប៉ុន្តែខ្ញុំជឿថាឧបសគ្គមិនអត់ទេវានឹងមានប៉ុន្តែវាជា model ថ្មីពួកខ្ញុំអត់ចង់និយាយធ្វើ model ចាស់ៗកាលណា model ចាស់ៗវាមានការប្រកួតខ្លាំងណាស់យល់ទេអញ្ចឹងខ្ញុំចង់ធ្វើ model ដែលថ្មីដែលគេអត់ទាន់ធ្វើរឿងមួយទៀតដែលយើងអាចធ្វើបានអញ្ចឹងមិនបាច់សន្តិសុខទេឥឡូវសាកមើលខ្ញុំស៊ីឈ្នួលដាំស្វាយស៊ីឈ្នួលថែទាំស្វាយស៊ីឈ្នួលបេះស្វាយអត់ទាន់មានទេណាអត់មានទេសប្តាហ៍ថ្ងៃនេះរោអ្នកស៊ីឈ្នួលដាំស្វាយពិបាករបានព្រោះពួកនឹងមិនមែនជាអ្នកអាជីពទេមិនមែនអ្នកអាជីពទេអញ្ចឹងយើងទៅដាំស្វាយគឺយ៉ាងម៉េចទី1មើលដីឲ្យទី2មើលពូជស្វាយឲ្យមើលការថែទាំឲ្យគាត់អស់លុយតិចតាមឲ្យពួកនឹងទៅបាត់បើជួសន្តិសុខយើងគ្រាន់តែទៅមើលបានហើយបើថាត្រូវខែថែទាំមួយខែថែទាំមិនទៅ schedule គាត់អស់លុយតិចព្រោះអីបើសិនជាគាត់រើសកម្មករ5នាក់មកគាត់នៅចំការស្វាយហ្នឹងទី1ពួកគាត់អត់មានជំនាញទេទី2គាត់អត់យកចិត្តទៅដែរទី3គឺត្រូវអស់បាយអត់ទឹកយល់ទេចុះបើចការស្វាយហ្នឹងយើងធ្វើជាក្រុមហ៊ុនមួយទៅនីថែទាំចំការស្វាយយល់ទេស្វាយហ្នឹងគឺដល់ពេល2ខែត្រូវកាត់ស្មៅពួកគាត់ដាំស្វាយគាត់ទៅទទួលផលសប្តាហ៍ថ្ងៃនេះគឺចំការស្វាយអត់ធ្វើមកដែរហ្នឹងគឺតាមលេងទេអ្នកដែលយាមចំការស្វាយសប្តាហ៍ថ្ងៃនេះគឺយាមខ្លាចតែគេលួចដីទេអត់មានថែទាំស្វាយទេអញ្ចឹងអ្នកដាំស្វាយមិនតំពឹងទទួលបានផលទេខ្ញុំទៅមើលខ្ញុំមិនចង់និយាយឈ្មោះទេចំការស្វាយជិត100ហិកតាប្រាក់ខែមេកា270ប្រាក់ខែអោកយល់ទេអត់ទៅគ្រប់គ្រងចំការស្វាយ100ហិកតានឹងរួចទេចាំមកខ្ញុំនិយាយថាហេតុអីបានគាត់ហ៊ានដាំស្វាយនឹងអស់$30-40,000ណាគាត់ទៅជួលមេកាប្រាក់ខែ270កម្មករតែ7នាក់ឲ្យគាត់ខ្ញុំមើលទៅខ្ញុំគ្រាន់តែសួរធនធាននេះខ្ញុំថាចការស្វាយនេះខ្ញុំសឹងមិនបាច់ទៅមើលទេខ្ញុំចង់ថាវាមិនទៅមុខទេដល់ទៅមើលមែនចការស្វាយជិត100ហិកតានឹងខ្ញុំសណ្ដោះខ្លួនណាវាអាណិតទាំងពូជស្វាយនឹងគេគាត់ថាដាំចោលហ្មងបាទដាំចោលយល់ទេហើយទៅសួរតកែគាត់ថាពួកនេះរើសទៅរើសមកឈប់គាត់ថាថ្មីរហូតអាមេរិកាក៏ដូររហូតដល់លើអាមេរិកាក៏ដូររហូតអាកម្មករនឹងក៏ឈប់រហូតគាត់ថាយូរអត់ស្គាល់ឈ្មោះវាទេគាត់ថាអាចស្គាល់វាគាត់បានមកទឹកទៅឈប់បាត់ទៀតហើយហ្នឹងហើយយើងមើលណាទាំងការស្វាយតាមចោលហ្នឹងបាទហើយដល់ដាំរបៀបហ្នឹងផលតិចហើយវាធ្វើឲ្យហើយដាំខ្ពស់បាត់ហើយយល់ទេអញ្ចឹងរងថ្ងៃអត់មានណាស៊ីឈ្នួលទេទោះបីមានក៏អត់មានក្រុមហ៊ុនជា professional ដែរហើយខ្ញុំជឿថាបើធ្វើ professional ណាទាំងការស្វាយបានផលហើយយើងបានលុយស្រួលទៀតការប្រគល់ប្រជែកអត់ទាន់មានទេណាខ្ញុំអត់បដិសេធទេបើសិនជាអាចធ្វើបានប៉ុន្តែមើល financial model ឲ្យស្រួលតើយើងចំណេញដល់របៀបណាស្អីចូលទៅបំពេញបន្ថែមព្រោះបើទៅតែសន្តិសុខទេណាគឺពិបាកហើយបើអូនធ្វើខ្លាំងណាអាហ្នឹងចំណេញស្អីហ៊ានបន្ថយអត់សម្លៀកបំពាក់ពីណាហ៊ាន investment ផ្ដល់សម្លៀកបំពាក់ខ្ញុំអត់ចង់ចាយទុនទៅលើសម្លៀកបំពាក់ឯងពីណាហ៊ានដាក់ទុនកាត់លើសម្លៀកបំពាក់យក%ពីយើងម្ហូបអាហារពីណាហ៊ានគ្រប់គ្រងម្ហូបអាហារយកលុយចំណេញខ្ញុំផ្ដល់កម្មករមានទិញកៅអៅអ្នកឯងផ្ដល់ម្ហូបអាហារទៅ200នាក់ខ្ញុំអូតមានកម្មករសន្តិសុខ200នាក់
ឬមួយក៏300នាក់500នាក់ធ្វើតែមកហូបលក់ឲ្យគាត់អូននឹងចំណេញលុយមកតង់ទៀតតើពីណា investment ទៅលើហ្នឹងគាត់ចែកគ្នាធ្វើប៉ុន្តែបើអត់ឯងទៅធ្វើខ្ញុំត្រូវទិញសំភារៈផងគ្រប់គ្រងខោអាវផងធ្វើមកហូបផងអីផងចាប់ផ្ដើមញ៉ៃចែកគ្នាឯនេះដាច់គាត់ធ្វើមកហូបនោះឲ្យចំណេញបែបប៉ុន្តែធ្វើមិនឲ្យមកហូបតម្លៃសមស្របជាមួយគាត់ណាឲ្យដើម្បីគេហៅថានិយាយកុងត្រាណាជាមួយម្ចាស់ក្រុមហ៊ុនហ្នឹងជាមួយម្ចាស់រោងចក្រហ្នឹងថាបើចង់យកកម្មករហ្នឹងសន្តិសុខហ្នឹងយកទៅធ្វើក៏បានដែរបងខ្ញុំមួយខែមកឲ្យយកទៅធ្វើចោះនិយាយពីក្រុមសិលធម៌មកបងមិនបាច់លួចលាក់អីទេមិនបាច់ខ្សឹបខ្សៀវជាមួយកម្មករខ្ញុំសន្តិសុខខ្ញុំឲ្យទៅលួចឲ្យគេដូរអាវទេយល់ទេយកទៅបងខ្ញុំតែមួយខែមកខ្ញុំបដោះមនុស្សតទៀតយល់ទេមកដៃជាច្រើនណាស់ដើម្បីដោះស្រាយបញ្ហាហ្នឹងរាល់បញ្ហាយើងត្រូវមានដំណោះស្រាយមិនមែនអត់មេតូទេបញ្ហាហ្នឹងគឺយើងបដោះមនុស្សអត់បានហើយយើងខ្វល់ពេលគេលួចអស់5លួច3យើងថាខំប្រឹងបដោះពេលអ្នកលួចសម្រាប់ខ្ញុំអត់ខ្វល់ទេនៅចុងក្រោយខ្ញុំយើងប្រកបមនុស្សនឹងចាំនិយាយនៅវគ្គក្រោយអរគុណច្រើនបាទ